បាទសួស្តីបងប្អូនអរគ្នាបាទចូលជាមួយខ្ញុំបានវ៉ានីប្លុកបាទថ្ងៃនេះផងដែរគឺយើងបាទមកកោះបាទស្លឹកគ្រៃណាដោយសារតែវាគល់នៅលើគោកពេកអញ្ចឹងទៅយើងក៏សម្រេចចិត្តថាកោះវាយកទៅដាំសារថ្មីបងប្អូនណាព្រោះឥឡូវវារដូវកាលធ្លាក់ភ្លៀងអញ្ចឹងយើងកោះវាដាំម្ដងទៀតគល់វានៅរឹសវានៅលើគោកអញ្ចឹងណាបងប្អូនអញ្ចឹងយើងធ្វើការកោះវាកាត់ស្លឹកវាចោលហើយដាំថ្មីម្ដងទៀតនិយាយទៅយើងកុំឲ្យវាទនេពេកអញ្ចឹងណាបងប្អូនហើយឥឡូវនេះយើងធ្វើការបាទកាយស្មៅកាយបាទស្អីចេញពីកន្លែងហ្នឹងហើយយើងកោះវាចេញដោយសារនេះយើងអត់កោះវាចេញដាំទេវារឹសវានៅលើគោកវារស់បានយូរទេគឺទោះបីជាស៊ីងសោចទឹកមិនក៏វាងាប់ស្វិតដែរដោយសារតែរឹសវានៅលើគោកអញ្ចឹងណាតែបើសិនជារឹសវានៅក្នុងដីវាជប់ទឹកបានយូរអញ្ចឹងណាបងប្អូនតែឥឡូវយើងធ្វើការកាប់រណ្ដៅដាំបាទយើងដកវាចោលហើយយើងកោះវាចេញហើយយើងកាប់ដីជារណ្ដៅដើម្បីធ្វើការដាំវាវិញអញ្ចឹងណាហើយដីកន្លែងហ្នឹងក៏វាល្អដែរបងប្អូនហើយចូលភ្លៀងមកវាសើមយើងតន់ដីសើមហ្នឹងយើងកាប់វាដាំមកហើយយ៉ាទៅពេលរាំងដីស្ងួតគឺពិបាកព្រោះយើងអត់អាចមើលដឹងទេថាពេលណារាំងពេលណាភ្លៀងអញ្ចឹងយើងកាប់ដីឲ្យហើយទៅតន់ដីនៅសើមបាទឥឡូវយើងធ្វើការកាប់ដីបាទជារណ្ដៅដាំវាម្ដងទៀតអញ្ចឹងណានេះទៅស្លឹកគ្រៃរុក្ខជាតិមួយយ៉ាងដែលវាអត់ងាយពិបាកដាំបងប្អូនហើយណាមួយយើងឃើញថាវាអត់សូវរើសដីបងប្អូនណាវាងាយស្រួលក្នុងការដាំហើយវាអត់រើសដីទេដាក់កន្លែងណារុះកន្លែងហ្នឹងហើយឥឡូវនេះយើងធ្វើការកាប់ដីដាំវាឲ្យបងប្អូនបាទឥឡូវឃើញដែកឆ្កុយមកដកវាចោលទុកនឹងមុតទៅជើងខ្លួនឯងតែឥឡូវយើងដកវាចេញហើយយើងកាប់ហើយយើងធ្វើការហែកបាទអាណារឹសវែងគល់ហ្នឹងកាច់វាចោលខ្លះអីខ្លះទៅយើងសក់អាស្លឹកវាងាប់ចេញឲ្យអស់បងប្អូនណាសក់វាឲ្យអស់ទៅព្រោះយើងត្រូវការដាំថ្មីអ្វីក៏ថ្មីដែរអញ្ចឹងយើងសក់អាស្លឹកងាប់វាកំទុកសក់វាចោលឲ្យអស់ហើយកាច់អាណារឹសវែងកាច់វាចោលបាទព្រោះមិនតិចឆ្នាំដែរឡើងគល់នៅលើគោកហើយរឹសវែងមកចង្អុលដៃហ្នឹងកាច់វាចោលឲ្យអស់ក្រៃឲ្យតែមានរឹសជាប់គល់បន្តិចដល់រស់ហ្មងមានបាក់ទេបើឥឡូវយើងធ្វើការបាទហែកវាចេញហើយយើងដើម្បីធ្វើការកាត់ស្លឹកវាចោលឲ្យវាលូតលាស់សារថ្មីបើសិនជាយើងអត់ធ្វើចឹងទេវាអត់រស់អត់បានយូរទេដោយសារតែរឹសវាអត់ទទួលបានទឹកចឹងណាទោះភ្លៀងប្រមាណមេក៏វាអត់រស់ដែរហើយចឹងក៏យើងកាប់វាសម្រុតវាចុះក្រោមកោះវាដាំថ្មីតែម្ដងចឹងណាយើងឆ្លៀតទៅបងប្អូនឲ្យតន់មេឃភ្លៀងដីសើមចឹងយើងឆ្លៀតដាំវាទៅពេលណាមេឃភ្លៀងរស់ឥឡូវយើងកាត់ស្លឹកវាចោលឲ្យអស់ទៅបាទកាត់មកល្មមមកដល់ជាពីមវាចឹងណាតែកាត់ដល់ប្រូលវាមិនរស់របស់ហ្នឹងយើងឆ្លៀតដាំខ្លួនឯងទុកគាត់ទៅការស្លស្លុកស្លជូរគ្រឿងអីវាមានស្រាប់ចឹងណាយើងអត់ចាំបាច់ទៅដើររណាអីណីចឹងយើងទិញគេគ្រប់មុខពេកក៏វាមិនកើតដែរអញ្ចឹងយើងត្រូវការបាទធ្វើខ្លួនឯងខ្លះអីខ្លះទៅយើងគួបផ្សំយើងមានគ្រឿងក្រៅខ្លួនឯងខ្លះទៅក៏វាកាន់តែល្អដែរហើយបើយើងចាំតែទិញគេសុទ្ធហ្មងវាចំណាយលុយច្រើនអីចឹងណារបស់ណាយើងដាំបានយើងដាំទៅរបស់ណាដាំអត់បានយើងក៏អត់ទៅយើងទិញគេបាទឥឡូវយើងធ្វើការកាត់ចុងវាចោលហើយអីហើយយើងឆាយវាក៏លុកមកម្ដងទៀតហើយយើងដាក់វាដាំតែម្ដងណាហើយអានេះខ្ញុំដាំក្បាលល្ងាចណាបងប្អូនយើងដាំវាក្បាលល្ងាចបាទថ្ងៃលិចហ្នឹងវាអស់ពលឺព្រះអាទិត្យហើយអញ្ចឹងវាលែងក្តៅហើយ
ចាំមិនសិនយើងដាំថ្ងៃដាំព្រឹកអីយើងដាំហើយយើងអាចយកអីក្របវាទៅមួយថ្ងៃពីរថ្ងៃសិនទៅតម្រាំតែវារស់វាចាប់រឹសអីចឹងណាអានេះយើងដាំក្បាលល្ងាចតែអានេះដាំមិនបានក្របទេបងប្អូនបាទយើងដាំវាស្រស់យើងអត់ចាំបាច់ក្របទេហើយយើងដាំហើយមកគុំហើយហើយយើងចាប់ដើមដាក់ដាំវាមកគុំទៀតព្រោះមកគុំវិញមកច្រើនដែរបងអានេះបើសិនយើងដាំវាតិចវិញបានច្រើនតែយើងដាំវាអញ្ចឹងទៅកុំឲ្យវាងាប់ឥឡូវយើងធ្វើការដាក់ដាំវាមកគុំទៀតឲ្យបាន2គុំបាទតែប៉ុណ្្នឹងហូបអស់បងប្អូនបាទយើងមិនបាច់ទៅដើររកគេមិនបាច់ទៅរកទិញណាឆ្ងាយទេយើងដាំបានយើងចេះតែដាំទៅរបស់ខ្លះដាំមិនបានយើងទុកម្ដុំសិនទៅរបស់ណាយើងស្រួលដាំយើងដាំវាទៅក្រែងពេលយ៉ាងយើងត្រូវការស្លុកអីមានគ្រឿងនៅចិត្តខ្លួនហ្នឹងយើងអត់ពិបាករកណាឆ្ងាយអញ្ចឹងណាឥឡូវយើងធ្វើការបាទដាក់ដាំមកគុំទៀតហើយបងប្អូនដាំថ្ងៃនេះបាន3គុំដែរបាទ3គុំហ្នឹងបើសិនជាភ្លៀងមកបាយគុំវិញដឹងថាធំល្អហ្មងហើយដាំហើយយើងសំខាន់យើងត្រូវតែស្រោចទឹកបើសិនជាយើងអត់ស្រោចទឹកគឺវាអត់ងាយចាប់រឹសទេអញ្ចឹងយើងដាំហើយយើងត្រូវការស្រោចទឹកវាដើម្បីឲ្យវាឆាប់ចាប់រឹសធម្មតាយើងដាំអីក៏ត្រូវស្រោចដែរមិនថាដាំរុក្ខជាតិផ្សេងទេស្រោចទឹកនោះអស់ហើយវីដេអូហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនបាទហើយអរគុណច្រើនបងប្អូនបាទបាយជួប